បាទលំអនកាយគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានមកចែករំលែកពីដើមស្មៅជើងតុកែឬហៅថាស្មៅតុកែណាបងប្អូនស្រុកបងប្អូនគេហៅស្មៅអ្វីជួយ comment ប្រាប់អ្នកមួយផងខែនឹងសបោបងប្អូនណានៅកណ្ដាលស្រែខែ3ខែ4ហ្នឹងគឺសបោណាយកមកធ្វើថ្នាំពូកែមែនយកមកធ្វើថ្នាំព្យាបាលជំងឺថ្នាំត្រជាក់ក្នុងក្តៅពុះវៀនក្រហល់ក្រហាយរលាក់ពុះវៀនពិបាកបត់ជើងធំទល់លិមុហើមពុះជាប្រចាំឆ្អល់ពុះក្តៅរលាក់បំពង់កឈឺកវិធីប្រើប្រាស់វិញយកស្មៅជើងតកែទាំងមូលរួចយកទៅហាលនៅក្នុងម្លប់ឲ្យបាន3ថ្ងៃរួចយកចំនួន30ក្រាមដាក់ដាំជាមួយទឹក2លីត្ររំងាស់ឲ្យបាន15នាទីហូបថ្នាំវិញមួយថ្ងៃហូបអត់កំណត់ទេណាបងប្អូនតែហាមស្ត្រីដែលមានផ្ទៃពោះអត់ឲ្យប្រើទេបងប្អូនប្រើពី7ទៅ10ថ្ងៃគឺជំងឺដែលរលាក់ពោះវៀនក្តៅក្រហល់ក្រហាយបាត់ជើងគឺបានធូរស្បើយបងប្អូនពូកែខ្លាំងណាស់